តើព្រះនាងអន្តរទេវីទ្រង់ជានរណាហើយទ្រង់បានបន្សល់ស្នាមព្រះហស្ថអ្វីខ្លះក្នុងសង្គមខ្មែរព្រះនាងអន្តរទេវីជាអគ្គមហេសីរបស់ព្រះបាទជ័យវរ្ម័នទី7គឺជាស្ត្រីឆ្នើមជាប់ក្នុងប្រវត្តិសាស្ត្ររបស់ខ្មែរលើវិស័យជាអ្នកដឹកនាំឆ្នើមជាព្រះពុទ្ធសាសនូបត្ថម្ភឆ្នើមជាអ្នកគុណធម៌ដ៏ឆ្នើមជាស្ត្រីគំរូរបស់ជាតិខ្មែរស្ត្រីខ្មែរមួយរូបដែលមានមោទនភាពចំពោះភាពរុងរឿងនៃប្រទេសកម្ពុជាសម័យអង្គរហើយសរសើរប្រទេសកម្ពុជាថាស្មើមេឃស្ត្រីខ្មែររូបនោះគឺព្រះនាងអន្តរទេវីព្រះរាជអគ្គមហេសីព្រះបាទជ័យវរ្ម័នទី7សិលាចារឹកប្រាសាទព្រះខ័នការ908ចារឹកឆ្នាំ1191បញ្ជាក់អំពីពិធីស្រង់ព្រះពុទ្ធរូបដែលទឹកសម្រាប់ស្រង់ត្រូវបាននាំយកពីប្រទេសជ្វាប្រទេសដៃវៀតនិងប្រទេសចម្ប៉ាលោកសុកសដេះបានបញ្ជាក់ថាព្រះរាជាយួននៅសម័យនោះគឺព្រះបាទលាវកៅតុងព្រះរាជាជ្វាគឺព្រះបាទកៅមេស្វរៈចំណែកប្រទេសចម្ប៉ាចែកជាពីរគឺរាជធានីវិជ័យខេត្តប៊ិញឌិនប្រទេសយួនសពថ្ងៃសោយរាជដោយព្រះបាទសូរ្យជ័យវរ្ម័នទេវៈនិងរាជធានីបានដរុងខេត្តផាន់រាំងប្រទេសយួនសពថ្ងៃសោយរាជដោយព្រះបាទវិជានតៈព្រះបាទសូរ្យជ័យវរ្ម័នទេវៈជាអនុត្តថ្លៃនៃព្រះបាទជ័យវរ្ម័នទី7ដែលយាងពីរាជធានីអង្គរទៅហើយព្រះបាទវិជានតៈក្នុងគ្រិស្តសករាជ1182កាលនោះជាយុវរាជបានយាងមកជ្រកកោននិងរៀនសូត្រនៅប្រទេសកម្ពុជាតាមរយៈសិលាចារឹកពិមានឱកាសការ485ចាននៅសតវត្សទី12គេដឹងថាគឺព្រះនាងអន្តរទេវីនេះហើយដែលបានផ្ដល់ព័ត៌មានសំខាន់មួយចំនួនទាក់ទងនឹងព្រះបាទជ័យវរ្ម័នទី7និងមហេសីទាំងទ្វេរបស់ទ្រង់ព្រះនាងអន្តរទេវីជាអគ្គមហេសីរបស់ព្រះបាទជ័យវរ្ម័នទី7ក្រោយពីនាងជ័យរាជទេវីដែលជាព្រះអនុរបស់ព្រះនាងអន្តរទេវីសោយទីបង្គត់ទៅព្រះនាងបានរៀបរាប់អំពីរយៈពេលដែលព្រះបាទជ័យវរ្ម័នទី7បានដឹកនាំទ័ពធ្វើចម្បាំងនៅឯរាជធានីវិជ័យនៃប្រទេសចម្ប៉ានៅឯប្រទេសកម្ពុជាវិញត្រូវបានមន្ត្រីនាមត្រីភូវនាថទឹកបានបះបោដណ្ដើមរាជពីព្រះបាទយសោវរ្ម័នទី2ពេលទទួលដំណឹងនេះហើយព្រះបាទជ័យវរ្ម័នទី7យើងត្រឡប់មកវិញដើម្បីជួយតែព្រះបាទយសោវរ្ម័នទី2ត្រូវគេធ្វើគុតបាត់ទៅហើយដូច្នេះទ្រង់គង់នៅប្រទេសកម្ពុជាដើម្បីបង្ក្រាបបទក្រិតនានាដែលកើតពីពេញប្រទេសវិញយោងតាមខ្លឹមសារសិលាចារឹកពិមានឱកាសដែលចារដោយព្រះនាងអន្តរទេវីនិយាយថាព្រះនាងជ័យរាជទេវីរូបឆោមស្រស់សុភាពមានស្វាមីភក្ត្រនិងកិរិយាមារយាទដ៏ខ្ពង់ខ្ពស់ពេលដែលព្រះបាទជ័យវរ្ម័នទី7យាងទៅប្រទេសចម្ប៉ាព្រះនាងជ័យរាជទេវីបានរំសាយព្រះកេសាដែលមានស្នៀតព្រះកេះចេញដើម្បីធ្វើតបៈដ៏តឹងរឹងព្រះកាយព្រះនាងប្រែជាស្គមស្គាំងតែព្រះនាងមិនរៀថយឡើយដោយព្រះនាងប្រាថ្នាសូមឲ្យជួបព្រះស្វាមីវិញបីដូចព្រះនាងឧមានិតនៅនឹងព្រះស្វាមីរបស់ទ្រង់គឺព្រះសិវៈដូចនេះដែរព្រះនាងជ័យរាជទេវីមានព្រះរាជបុត្រាមួយព្រះអង្គដែលគ្រប់គ្រងក្រុងលវោខេត្តលុបបុរីប្រទេសសៀមបច្ចុប្បន្នព្រះរាជបុត្រានេះក៏មានបំណងធ្វើតបៈធម៌ដែរដែលព្រះនាងទូមានឲ្យធ្វើឲ្យត្រូវតាមផ្លូវធម៌រហូតដល់បានសម្រេចបំណងព្រះនាងជ័យរាជទេវីបានណែនាំព្រះនាងអន្តរទេវីទទួលយកមាគ៌ាព្រះធម៌នៃព្រះសម្មាសម្ពុទ្ធដែលជាផ្លូវស្ងប់ចប់ផុតទុក្ខព្រះនាងអន្តរទេវីក៏បានរំសាយព្រះកេសាដែលមានស្នៀតប្រកែដើម្បីធ្វើតបៈធម៌តាមដែរព្រះនាងអន្តរទេវីបានថ្វាយសម្ភារៈជាច្រើនដល់ប្រាសាទនានាដូចជាប្រាសាទស្រីរាជជោដាមនីប្រាសាទព្រះខ័នស្រីពិជ័យស្រីគឺប្រាសាទតាព្រំប្រាសាទមជ្ឈទ្រិឬប្រាសាទភ្នំបខែងស្រីជ័យខ្សេតសេវៈប្រាសាទបាសែតបណ្ណនខេត្តបាត់ដំបងសេវៈបុរៈតាមលោកសុសដេប្រាសាទនេះជាប្រាសាទភ្នំសន្ទុកឬភ្នំបាយ៉ង់ប្រាសាទភិមាយបច្ចុប្បន្ននៅឯប្រទេសសៀមប្រាសាទប្រៅទ្រាវភ្នំរុងបច្ចុប្បន្ននៅឯប្រទេសសៀមក្រោយពីការធ្វើកុសលកម្មនានាចំពោះសាសនាព្រះអគ្គមហេសីអង្គនេះបានឲ្យគេស្ថាបនាបដិមាជារូបតំណាងព្រះមេដាបិតាព្រះអនុជមិត្តភក្តិសាច់សាលោហិតដែលព្រះនាងស្គាល់ឬអ្នកដែលធ្លាប់បាននិយាយប្រស្រ័យតាក់ទងនឹងព្រះនាងជាពិសេសព្រះនាងបានឲ្យគេសាងបដិមាព្រះនាងជ័យរាជទេវីព្រះបាទជ័យវរ្ម័នទី7និងបដិមាតំណាងរូបព្រះនាងតម្កល់នៅគ្រប់ភូមិព្រះនាងអន្តរទេវីមានសម្រស់បីដូចទេពធីតាដែលបញ្ចេញរស្មីក្នុងផ្នែកចំណេះដឹងព្រះនាងមានចំណេះដឹងខ្ពង់ខ្ពស់លើសទស្សនវិទូនានាព្រះនាងមានប្រាជ្ញាឆ្លៀសវៃពីធម្មជាតិនៅអាស្រមព្រះពុទ្ធសាសនាព្រះនាងជាប្រធាននៃសាស្ត្រាចារ្យទាំងឡាយដែលព្រះនាងបង្រៀនជារៀងរាល់ថ្ងៃដល់ស្ត្រីនានានៅក្នុងអាស្រមជាស្ត្រីខ្មែរមួយរូបមានមោទនភាពចំពោះភាពរុងរឿងនៅប្រទេសកម្ពុជាសម័យអង្គរជាស្ត្រីខ្មែរមួយរូបដែលបានតែងកំណត់សរសើរជាភាសាសំស្ក្រឹតដ៏ល្អឥតខ្ចោះព្រះនាងអន្តរទេវីបញ្ជាក់ថាព្រះនាងមានស្វាមីភក្តិចំពោះព្រះបាទជ័យវរ្ម័នទី7រៀងរហូតទៅដល់ព្រះនិព្វានបាទអត្ថបទដកស្រង់នេះដែរត្រូវបានដកស្រង់ចេញពីពណ៌ Facebook និងពណ៌រឿងបុរាណ